សូមគោរពសួស្តីបងប្អូនស្ថាប័នពាក់ព័ន្ធមានចំណាត់ការលើត្រេនគីមីដែលនាំចូលពីវៀតណាមហើយសូមអញ្ជើញបងប្អូនមកស្ដាប់ទាំងអស់គ្នាពេលស្ដាប់ហើយមានអារម្មណ៍មិនដែរប្រាប់ឲ្យខ្ញុំដឹងផងសេចក្តីបានរាយការណ៍បានឲ្យដឹងថាបើទោះបីជារដ្ឋាភិបាលបានចេញបទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការនាំចូលទុរេនពីប្រទេសវៀតណាមព្រោះមានសារធាតុគីមីយ៉ាងណាក្តីក៏គេសង្កេតឃើញថាមន្ត្រីគយអនុញ្ញាតឲ្យក្រុមឈ្មួញវៀតណាមនិងខ្មែរបានដឹកពីប្រទេសវៀតណាមឆ្លងដែនយ៉ាងគំហុកយកមកលក់ឲ្យឈ្មួញខ្មែរនៅចំណុចសូន្យនៃមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័រក្នុងមួយថ្ងៃរាប់សិបរថយន្តដោយគេហៅកាត់ថិនដោយតម្លៃទុរេនវៀតណាមធ្លាក់តម្លៃយ៉ាងខ្លាំងគឺ1គីឡូ5000រៀលប៉ុណ្ណោះដោយមិនគិតពីសុខភាពប្រជាពលរដ្ឋប្រភពដដែលបានបន្តថាក្រសួងកសិកម្មបានចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាងចូលមកប្រទេសជាណាចក្រកម្ពុជារយៈពេល10ថ្ងៃសិនដើម្បីសុំគោលការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឬក៏បបខេត្តឲ្យចុះពិនិត្យគុណភាពនិងភូមិអនាម័យលើផ្លែទុរេនដែលជាផលិតផលរបស់ប្រទេសវៀតណាមចំណែកមន្ត្រីគយនិងរដ្ឋាភិបាលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័របានអនុញ្ញាតឲ្យឈ្មួញវៀតណាមនាំទុរេនចូលដោយខ្លាចបាត់ចំណូលពន្ធការមិនចុះសម្រុងគ្នានេះបានកើតឡើងនៅព្រឹកថ្ងៃទី12ខែឧសភាឆ្នាំ2025ម្សិលមិញនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័រស្ថិតនៅភូមិព្រៃវ័រភូមិថ្មីស្រុកកំពង់រោសខេត្តស្វាយរៀងតែនៅករណីនេះដែរបើយោងតាមការសាច់ក្នុងស្រុកបានដកស្រង់សម្ដីលោកឧត្តមសេនីយ៍ប៉ាងលេងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័របានចុះផ្សាយថាលោកបានស្នើសុំទៅភាគីវៀតណាមសូមឲ្យផ្អាកការនាំផលិតផលផ្លែទុរេនឆ្លងដែនចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័ររយៈពេល10ថ្ងៃដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាងចូលមកកម្ពុជាទេនិងដើម្បីទុកពេលឲ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្មនិងកបបនៃក្រសួងពាណិជ្ជកម្មចុះពិនិត្យគុណភាពនិងភូមិអនាម័យនិងសារធាតុគីមីដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគក៏ប៉ុន្តែខាងមន្ត្រីគយនិងរដ្ឋាភិបាលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័រជាអ្នកអនុញ្ញាតឲ្យវៀតណាមនាំទុរេនចូលដោយមន្ត្រីគយនិយាយថាការបិទមិនឲ្យវៀតណាមនាំទុរេនចូលធ្វើឲ្យបាត់ចំណូលពន្ធហើយម្យ៉ាងទៀតផ្លែភាគីវៀតណាមបិទមិនអនុញ្ញាតឲ្យខ្មែរយើងនាំផ្លែស្វាយនាំស្រូវនាំដំឡូងទៅប្រទេសវៀតណាមវិញចំណែកលោកប៉ែនចន្ទធីអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានលើកឡើងថាមន្ទីរកសិកម្មគ្មានសិទ្ធិក្នុងការដាក់មន្ត្រីចុះទៅធ្វើការនៅតាមច្រកទ្វារព្រំដែនពិនិត្យគុណភាពឬភូមិអនាម័យនៅតាមព្រំដែនទេគឺមានតែផ្នែកចេតាលេខសាបាញ់ថ្នាំអនាម័យកង់រថយន្តទេរីឯប្រភពដដែលបានដកស្រង់សម្ដីរបស់លោកហ៊ានតារាប្រធានសាខានាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំកបបខេត្តស្វាយរៀងមកចុះផ្សាយដែរថាកបបខេត្តស្វាយរៀងពុំមានភារកិច្ចចុះទៅពិនិត្យគុណភាពទំនិញតាមច្រកទ្វារព្រំដែនទេកបបមានភារកិច្ចចុះពិនិត្យគុណភាពទំនិញដាក់លក់នៅក្នុងទីផ្សារប៉ុណ្ណោះបើទោះបីជាមានការចម្រូងចម្រាសក៏ដោយការបើកឲ្យឈ្មួញវៀតណាមនាំផ្លែទុរេនឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័រនេះគឺចាប់ពីម៉ោង7:00នាទីព្រឹកដល់វេលាម៉ោង2:00នាទីរសៀលត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យបិទការនាំទុរេនពីប្រទេសវៀតណាមមួយរយៈសិនរងចាំការដោះស្រាយក៏ប៉ុន្តែមហាជនបានលើកឡើងថាទម្រាំតែបិទមួយខ្មែរបានសម្រុកចូលទៅទិញទុរេនពីប្រទេសវៀតណាមមួយព្រឹកជិត30រថយន្តឯណោះតែទៅនឹងករណីនេះដែរมันអាចសុំការបំភ្លឺពីលោកប្រធានសាខាគយនិងរដ្ឋាភិបាលខេត្តស្វាយរៀងបានទេរហូតដល់វេលាម៉ោង5:00នាទីល្ងាចនៅថ្ងៃទី12ខែឧសភាឆ្នាំ2025នេះចំពោះទុរេននាំចូលពីប្រទេសវៀតណាមនេះឈ្មួញបានដឹកតាមរថយន្ត pick-up និងរថយន្ត Tourist យកមកដាក់លក់នៅក្នុងខេត្តស្វាយរៀងនិងដឹកទៅខេត្តព្រៃវែងខេត្តកំពង់ចាមខេត្តត្បូងឃ្មុំនិងរាជធានីភ្នំពេញ